មកដល់ឆ្នេរសមុទ្រអូត្រេសហើយមានអារម្មណ៍ថាស្រស់ស្រាយមែនទែនមានឆ្នេរខ្សាច់យ៉ាងស្រស់ស្អាតចង់លេងទឹកក៏បានសម្រាប់ញ៉ាំអាហារចំគ្រួសារក៏បានបរិយាកាសក៏ល្អថែមទៀតនៅតាមដងផ្លូវលើវាលខ្សាច់អូត្រេសនេះមានលក់ម្ហូបអាហារនំចំណីភេសជ្ជៈផ្សេងៗនិងមានដើមឈើជាម្លប់សម្រាប់អង្គុយសម្រាកនៅទីនោះទៀតផងចេញពីឆ្នេរអូត្រេសពួកយើងក៏បន្តដំណើរកម្សាន្តទៅកាន់រូបសំណាកព្រះថោងតោងស្បៃនឹងនាគនៅទីនោះមានមនុស្សច្រើនកុះករមកទស្សនានិងថតរូបទុកជាអនុស្សាវរីយ៍ចេញពីរូបសំណាកព្រះថោងនាងនាគហើយជីទៅមុខបន្តិចយើងនឹងឃើញដើមឈើចាំស្នេហ៍ដែលនៅទីនោះក៏មានមនុស្សច្រើនអ៊ូអរចុះទៅថតរូបទុកជាអនុស្សាវរីយ៍ដែរនៅក្បែរនោះគឺមានគេលក់របស់របរក្មេងលេងចំណីអាហារសម្រន់ផ្សេងៗតម្រៀបគ្នាតាមដងផ្លូវទាំងអស់នេះគឺជាកន្លែងកម្សាន្តខ្លះៗនៅក្នុងខេត្តព្រះសីហនុប្រសិនមកលោកអ្នកពេញចិត្តនៅវីដេអូមួយនេះសូមកុំភ្លេចជួយចុច like share comment សូមអរគុណ